ភើបเนาะសបាយណាអូអញ្ចឹងបានឃើញអង្គុយឲ្យញឹមតាំងពីល្ងាចគាត់រំភើបបីសង្ស័យយកមិញអត់បានគេងណៃថៃអង្គុយតែរំភើបញឹមអូអង្គុយរំភើបហ៎ចារំភើបអញ្ចឹងបានខ្ញុំឃើញថាញឹមតែរហូតញឹមតាំងពីញឹមតាំងពីមុខរោងរហូតដល់ក្រោយរោងអញ្ចឹងហ៎បាទហើយដាក់តលេបទេលេបទឹកមាត់ទៀតហើយតាមលួចមើលកូនកន្លោះពីចាហ្នឹងតាមដានបាទព្រោះកាលណាតែគាត់ស្ដោះទៅខូចបរិស្ថានអញ្ចឹងអរគុណច្រើនអញ្ចឹងសុំសួរតិចចុះទេណាបាទអង្គុយក្បែរខាងឆ្វេងត្រូវជាមិនទេភរិយាអូអ្នកឆ្វេងដៃភរិយាឆ្វេងដៃភរិយាអូ3នាក់ហ្នឹងហ៎3នាក់ហ្នឹងហ៎បាទអូភរិយាស្អាតណាណាអូហើយភរិយាពេញយ៉ាងហ្នឹងហ៎ហើយឡើងភរិយាហើយម្ដង3ហ្មងម្ដង3ដោយទាំងទេវតាមួយទៀតដោយខ្ញុំមួយទៀតខ្ញុំឆ្វេងដែរអរគុណច្រើនលឿនពេកគាត់ស្ដាប់ច្រឡំចាបាទអ្នកនៅអង្គុយខាងឆ្វេងដៃត្រូវជាអ្វីទេអ្នកកំដរចាអ្នកកំដរឮតែឆ្វេងដៃទៅជាភរិយាកូនកំមុំអន់ចិត្តអរគុណច្រើនចុះអ្នកនៅអង្គុយបាទខាងស្ដាំដៃនៅខាងនៅក្បែរយើងនឹងត្រូវជាអ្វីភរិយាចាភរិយាអរគុណច្រើនណាស់បាទស្រឡាញ់ភរិយាបាទប្រហែលឆ្នាំហើយទេ2ឆ្នាំ2ឆ្នាំហើយយូរហើយស្គាល់ឈ្មោះប៉ាម៉ាក់ក្មេកទេស្គាល់ម៉ាក់ឈ្មោះអីម៉ាក់ក្មេកសួរម៉ាក់ក្មេកផ្លេចបាត់ហើយម៉ាក់ឈ្មោះអីទេបាទអូផ្លេចគាត់ថាផ្លេចបាត់ហើយឡើងតែសបាយពេកផ្លេចសបាយចិត្តពេកគាត់ថាភ័យផងអផងណាចាផ្លេចឈ្មោះម៉ែក្មេកបាត់ហើយអរគុណច្រើនណាស់អូនហើយឃើញថាកូនប្រុសកូនស្រីកំពុងតែអង្គុយចាំនៅកន្ត្រៃមាសក្រាប្រាក់កញ្ចក់ទឹកអូនឯងដាក់ភ្នែកក៏លេចទៅមើលកញ្ញាទាំង3ខាងនោះវិញម្ដងចាស្អាតទេស្អាតណាស់បងបាទដឹងជាអ្នកណាទេអូនគាត់ជាអ្នកណាដែរបងជាសមីកំដរខាងកូនកំមុំចាបាទអង្គរៈខាងកូនកំមុំជម្រាបសួរកញ្ញាទាំង3បាទចាដូចធំតូចជាងគេមែននេះកញ្ញាទី1ឈ្មោះថាកញ្ញាកែវបាទទី2កញ្ញាកងទី3ពីទូសូរកានមានសាច់មានឈាមណាបងសាច់មានឈាមណាកញ្ញានឹងដឹងមកទូខ្លួនគាត់ដឹងធ្ងន់កន្លែងណាជាងគេធ្ងន់កន្លែងណាបងថ្មិញមិនតែធ្ងន់អីថ្មិញវិញថ្មិញសាដែកពុតថ្មិញឲ្យត្រង់បាទអរគុណឥឡូវមកខាងនេះវិញម្ដងអូនណាសម័យកំដរខាងកូនកំឡោះអង្គរៈខាងកូនកំឡោះសុទ្ធតែជាបណ្ឌិតអ្នកចេះអ្នកដឹងចាបាទទីឈ្មោះថាបណ្ឌិតជ័យទី2បណ្ឌិតមានទី3បណ្ឌិតបាននេះសក់ highlight លយទៀតសក់ style ថ្មីណោះអរគុណអូនឲ្យជប់កំបិតស្រាកត្រៃហោះចុះទៅឋានកដាលតែម្ដងខ្ញុំបាទសូមសុទ្ធមុនគេថាបាទជប់នៅកន្ត្រៃមាសក្រាប្រាក់កំឡោះឲ្យគាត់ជូនយើងទៅដងមិនកវីក្បាលទីគោស្រាំងតិចហ៎តន់បានសួរបងជម្រាបសួរបងបាទជម្រាបសួរចាបងអង្គុយនឹងមានតួនាទីជាអីដែរបងកូនកំដរគេហៅថាអង្គរៈការពារមេបងណោះបាទបងជាអង្គរៈចឹងមានកំភ្លើងអត់បាទមានកំភ្លើងអត់អង្គរៈមានណាបងហ្នឹងចាកំភ្លើងបងឯងកំភ្លើងវែងកំភ្លើងខ្លីកំភ្លើងខ្លីបាទចាកំភ្លើងខ្លីបងឯងមានប្រមាណគ្រាប់2គ្រាប់ទេបាញ់អស់ហើយបងបាញ់អស់ហើយសល់2ហ្នឹងបាញ់អត់ទៅបងបាទហើយកំភ្លើងខ្លីបងឯងពណ៌សពណ៌ខ្មៅហើយមិនអៀនណៃពណ៌កាឈូកអេពណ៌កាឈូកឯណាចាឥឡូវសុំសួរមួយទៀតណាបងណាស្គាល់ផ្ទះលោកមេបាអត់បាទស្គាល់ផ្ទះលោកមេបាអត់ស្គាល់ចាខ្ញុំពឹងបងជូនតែបន្តិចណាបងណាបាទតើបងតើឡើងទៅមុខទៅកដាលបងមកកដាលអរគុណហើយបែរទៅខាងមុខឈ្មោះអីបងឈ្មោះអីឈ្មោះនុតណាចា៎បាទបងនុតឥឡូវបែរមកខាងនេះហើយជម្រាបសួរប៉ាម៉ាក់ជាមុនសិនទៀតណាបាទជម្រាបសួរលោកប៉ាអ្នកម៉ាក់ថាផងជម្រាបសួរលោកប៉ាម៉ាក់ជម្រាបសួរប៉ាអ្នកម៉ាក់បាទបែរទៅខាងនោះទៀតជម្រាបសួរប៉ាម៉ាក់ជម្រាបសួរប៉ាម៉ាក់ជម្រាបសួរពុកម៉ែបងប្អូនជម្រាបសួរពុកម៉ែបងប្អូនជម្រាបសួរលោកគ្រូភ្លេងជម្រាបសួរលោកគ្រូភ្លេងជម្រាបសួរបងចុងភៅជម្រាបសួរបងចុងភៅជម្រាបសួរអំពូលម៉ែនទៅជម្រាបសួរអំពូលម៉ែននោះវិញថាតាមរហូតអញ្ចឹងអរគុណចាស់បងនុតបាទនឹងទេពីដើមចូលទៅសួរថាស្គាល់ផ្ទះលោកភោគផាឡាមហាសម្បត្តិមិនអញ្ចឹងណាអាចជូនខ្ញុំទាំងពីរនាក់ទៅបានទេបានណាអញ្ចឹងមុននឹងទៅសុំតេស្តសមត្ថភាពបន្តិចព្រោះប្អិនលោកផ្ដាំមកថាសម័យកំដរ
ខាងកូនកំឡោះសុទ្ធតែអ្នកចេះអ្នកដឹងអ្នកក្លាហានប្រកែខ្លាំងខ្លាណាស់ឥឡូវនេះសូមមើលសមត្ថភាពបន្តិចចុះកុំឲ្យប្អិនកុហកបានណា ចា ឥឡូវលេងជាមួយនឹងទេពធីតាខ្ញុំចង់ដឹងថាបងឯងហ៊ានឬអត់ អន ឥឡូវនេះនឹងទេពធីតាអូនចាត់ចែងអូនណាសេរីស្រង់ចាប់កន្លែងណាលេងកន្លែងហ្នឹង ចាប់កន្លែងណាលេងកន្លែងហ្នឹងមិន ប៉ះកន្លែងណាប៉ះកន្លែងហ្នឹង អូឲ្យគាត់ប៉ះគ្នាទៅវិញទៅមកអញ្ចឹងហ៎ ចង់ដឹងថាគាត់ហ៊ានអត់ អញ្ចឹងហ៎ តែឥឡូវបងឯងបែរមុខឲ្យថង បែរទល់មុខគ្នាមក ចាំ កុំខ្លាចយើងប្រុសដើមទ្រូង5ហាត់ប្រមាត់5គីឡូស្រីគេមិនខ្លាចផងតា ចាឥឡូវខ្ញុំចាប់បងណា អឺ ជួយមើលគាត់ហ៊ានអត់ អឺ ចាអាក្លិកគិកគិក ញ៉ាំវិញទៅវិញទៅ ចាប់ហ្នឹង ទៅគេចាប់ចកេឯងទៅចាប់ដៃ ដៃឯណា ចាប់ចកេហ៎ អាក្លិកគិកគិក អីក្លិកគិក អេ អាក្នីនេះនេះ អីកនេះនេះ អាណាក់ណាក់ណាក់ អេយី អីកណាណា ចិត្តហើយទៀត ចាប់តាណាទៀតលើ ខ្វះអីកន្លែងចាប់ អានេះញញញ អីកនេះនេះ ឈឺមិនសើគេឥឡូវ ហើយច្បូតហ្នឹងមិនជ្រះម្សៅទេពធីតាអស់ហើយ អបាបាបា អកបប អេអត់ហ៊ានទេតែដៃដល់ ដៃដល់រហូត បាទ អាណាណាណា អូចោះចាក់វិញទៅ អត់រៀន អូកូនច្រើនឃើញ លើ ប៉កែ លេងទៀតបងប៉កែ បាទប៉កែអូនឯងសមត្ថភាពគាត់មិនមានតែប៉ុណ្្នឹងទេ ចាបង ច្រៀងក៏ពីរោះដែរ ច្រៀងពីរោះទៀត បាទ អត់ចេះច្រៀងទេ ប៉ុន្តែ ខ្ញុំខំអួតគេតែច្រៀងព្រោះអត់ចេះច្រៀងឥឡូវច្រៀងបន្តិចមកមួយម៉ាត់ក៏បានពីរម៉ាត់ក៏បានបត់អ្វីក៏បានដែលខ្លួនឯងចេះ អត់ចេះទាំងអស់ បងឯងអត់ចេះច្រៀងរំ រំ ចា ចោះ ឥឡូវរំបន្តិចណាបងព្រោះចិត្តដល់ចូលឆ្នាំហើយណាបងណាយើងតេស្តសមត្ថភាពឲ្យហើយ បាទឥឡូវចេះអូន ចឹង ចង់ឲ្យគាត់រំតាមបត់ដំរីយល់ដៃ អូដំរីយកដៃហ៎ បាទ ឥឡូវបងឯងធ្វើឲ្យគាត់ធ្វើតាមដែរទៅ អត់ទេខ្ញុំច្រៀងឲ្យគាត់នេះហ្មងកែវការហ្មងរំហ្មង គាត់កាយវិការ បាទ ចាឲ្យស្ដាប់គេអ្នកច្រៀង ដាប់ ផង អ្នកច្រៀងណាគេយល់អីយើងយល់ហ្នឹង ចា ណាតោះត្រៀមគូភ្លេងតើកើតទេ បាញ់ច្រៀងគោកទៅ បាទ ច្រៀងគោក សុំទឹកតិចមក សុំទឹកហ៎គ្រូភ្លេងសុំទឹកបន្តិចគ្រូភ្លេង តោះត្រៀមអូណាដំរីអើយយល់ដៃ យកដៃ យល់ដៃ ដៃយល់មិនយល់ យល់ចេះយកដៃ អូណាដំរីអើយយល់ដៃ យល់អូណាដំរីយល់ជើង យល់ជើងយល់ជើងយល់ជើង អីយល់ទាំងគេយល់ទាំងយើង យល់មិនទាំងគេទាំងយើងហើយធ្វើមិន មិនយល់អាហ្នឹងឲ្យយល់តែដៃទៅអញ្ចេះដែរហើយគេយល់តែដៃសិនមកអីយល់ទាំងគេយល់ទាំងយើង តាធ្វើមិនយល់ហ្នឹង អូណាយល់ជើង